ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នាងខ្ញុំសុវណ្ណរីហៅអារីស្រីតេងសាជាថ្មីចាថ្ងៃនេះនាងខ្ញុំចង់មកធ្វើវីដេអូចែករំលែកនិយាយអំពីចាអត្តចរិតរបស់នារីមិនថាស្រីក្មេងស្រីចាស់ទេណាពុកម៉ែបងប្អូនគឺថាมันខុសគ្នាទេចាអញ្ចឹងចង់និយាយទៅកាន់បុរសថានៅពេលដែលខឹងគ្នាជួបគ្នាចាមិនបាច់ចង់ឈ្នះចង់ចាញ់ទេចានារីហ្នឹងគឺថាស្រួលលួងណាចាឲ្យតែពុកម៉ែបងប្អូនជាបរោះហ្នឹងជាសុភាពបរោះឬក៏ព្រានបរោះអីហ្នឹងណាចាសុភាពបរោះឬព្រានបរោះឲ្យតែស្រីខឹងកុំភ្លេចលួងទៅមិនខុសទេចាទោះជាចិត្តយើងនឹងអត់ចង់ក៏ដោយចាយើងអត់ចង់ក៏ដោយយើងលួងនាងតិចទៅចាលួងតែបន្តិចទៅត្រូវគ្នាហើយនាងខ្ញុំជឿជាក់បែបហ្នឹងមិនថាគេមិនថាខ្ញុំទេណាចាតែបើថាឲ្យតែរៀងធ្ងន់មាត់តិចហ្នឹងក៏ថាភេចូលកាន់ខ្លួនភ្លាមមកពេចមកអត់ដឹងមិនទេនារីដូចតែកូនងាអញ្ចឹងពុកម៉ែបងប្អូននៅពីទូចឹងឲ្យតែយំឲ្យតែអីទេញុកទៅដល់គោអីទៅបាត់មាត់តែឬក៏និយាយលួងសម្ដីផ្អែមចេះញ៉ាំនំអញ្ចឹងហុចនំហុចស្ករគ្រាប់អីចឹងណាតែចំពោះនារីជាមនុស្សពេញវ័យនៅពេលដែលមានដៃគូចាមិនថាស្នេហាអូនបូឬក៏ប្តីប្រពន្ធអីទេតាខឹងហ្នឹងគឺថាត្រូវការឲ្យបរោះជាដៃគូចាជាស្វាមីជាសង្សារជាអីហ្នឹងចាគឺថាលួងលោមតិចទៅតាមទីចាត្រូវគ្នាហើយជឿនាងខ្ញុំទៅហើយកុំភ្លេចណាចាបរោះណាធ្វើម៉េចយកចិត្តយកបេះដូងរបស់នាងឲ្យបានកាលណាតានាងស្រឡាញ់យើងជាបរោះចាចេញពីចិត្តចេញពីបេះដូងហើយអ្វីក៏នាងហ៊ានផ្ដុំអ្វីក៏នាងហ៊ានធ្វើហ៊ានលះបង់ដើម្បីយើងគ្រប់សពបែបយ៉ាងទាំងអស់កុំភ្លេចណាក្តីស្រឡាញ់របស់មនុស្សស្រីធំធេងណាស់ចាធំធេងមែនតែនតែហ្មងចាតែអ្នកទាំងអស់គ្នាអត់ឃើញទេអ្នកខ្លះឈួតចិត្តខូចចិត្តចាដល់ថ្នាក់ចាសម្រាប់ខ្លួនសម្រាប់អីដោយសារតែប្រុសហ្នឹងដោយសារតែស្នេហាអូនបងហ្នឹងព្រោះអីព្រោះជួនកាលទៅនាងស្រឡាញ់មុខងល់ខ្លាំងពេកភ្លេចគិតភ្លេចទាញខ្លួនឯងមកភ្លេចស្រឡាញ់ខ្លួនឯងណាចាអាហ្នឹងគ្រាន់តែចង់ជំរាបនឹងផ្ដាំផ្ញើទៅប្រុសតែប៉ុណ្ណឹងឥឡូវអាហ្នឹងមានប៉ុណ្ណឹងណាចាវាមិនទាន់ជក់ចិត្តទេដិតអារម្មណ៍ទេតែនឹងមានវីដេអូក្រោយទៀតចានឹងនិយាយអំពីអត្តចរិតរបស់មនុស្សស្រីចាទិស្រីអត់ខុសពីកូនក្មេងទេពុកម៉ែបងប្អូនជឿនឹងខ្ញុំទៅជំរាបជូនទៅខាងបរោះណាហើយនារីនៅខ្លួនឯងនឹងក៏ដូចគ្នាដែរកុំអាងតែគេស្រឡាញ់កុំអាងតែគេចូលចិត្តទុកដាក់នឹងងងក់ច្រើនណាកុំមកដូចនាងខ្ញុំអានឹងនាងខ្ញុំផ្ទាល់ចានាងខ្ញុំផ្ទាល់ហ្នឹងគេថានៅក្នុងផ្ទះគេថា18អញ្ចឹងហ្មងចាអត់មានចាអាយុ40អីទេណាគឺ18ឆ្នាំចាអរគុណច្រើនចាំជួបនាងខ្ញុំជាមួយវីដេអូក្រោយៗទៀតណាអរគុណ